ទាំងនេះកាន់តែញ៉ាំកាន់តែស្គមបើអ្នកចង់ទទួលបានរាងដ៏ស្អាតមួយអ្នកគួរតែជ្រើសរើសអាហារខាងក្រោមនេះសម្រាប់បរិភោគជាពិសេសសម្រាប់អ្នកដែលធាត់អ្នកគួរតែបរិភោគអាហារទាំងនេះឲ្យបានច្រើននោះអ្នកនឹងអាចទទួលបានរាងស្គម 1. អ្នកអាចបរិភោគល្ងឲ្យបានច្រើនព្រោះវាអាចជួយជម្រះកាឡូរីដែលមាននៅក្នុងសរសៃឈាមអ្នកដែលធ្វើឲ្យអ្នកអាចស្រកទម្ងន់និងស្រកផ្លូវបាន 2. ចេកក៏ជាអាហារដែលធ្វើឲ្យអ្នកស្រកបានដែរព្រោះវាមានម៉ាញ៉េស្យូមជាហេតុដែលធ្វើឲ្យខ្លាញ់ក្នុងខ្លួនថយចុះ 3. បើផ្លែប៉ោមវិញបើអ្នកបរិភោគច្រើនអ្នកនឹងឃើញខ្លាញ់ដែលមាននៅក្នុងខ្លួនអ្នកចាប់ផ្ដើមតិចទៅនោះអ្នកនឹងអាចមានរាងដ៏ស្អាតលើគេ 4. សណ្តែកក្រហមវិញវាអាចជម្រះសារធាតុពុលដែលមាននៅក្នុងខ្លួនអ្នកតាមរយៈការនោមហើយវានឹងជួយឲ្យអ្នកជៀសផុតពីការទល់លាមកទៀតផង 5. អ្នកក៏ត្រូវបរិភោគល្ហុងឲ្យបានច្រើនដែរព្រោះវាអាចជួយកាត់បន្ថយខ្លាញ់ដែលបណ្ដាលមកពីអ្នកបរិភោគសាច់ច្រើនថែមទាំងជួយលាងពោះវៀនរបស់អ្នកទៀតផង 6. ឪឡឹកក៏អ្នកអាចបរិភោគច្រើនដែរព្រោះវាសុទ្ធតែអាចធ្វើឲ្យអ្នកស្រកដូចគ្នា 7. នៅក្នុងពងមាន់មានវីតាមីន B2 ដែលអាចរំលាយអាស៊ីតខ្លាញ់ដែលមាននៅក្នុងខ្លួនអ្នកហើយវាថែមទាំងមានវីតាមីន B1 ដែលអាចធ្វើឲ្យអ្នកស្គមបាន 8. បើអ្នកបរិភោគសណ្តែកដីច្រើននោះអ្នកនឹងក្លាយជានារីដែលមានរាងស្អាតព្រោះតែវាមានវីតាមីន B2 ខ្ពស់ 9. ផ្លែគីវីគឺជាផ្លែឈើដែលធ្វើឲ្យអ្នកមានរូបរាងដែលមនុស្សគ្រប់គ្នាស្ងើចសរសើរព្រោះវាមានវីតាមីន C ដែលអាចបំបែកខ្លាញ់ទាំងអស់នៅក្នុងរាងកាយអ្នកបានយ៉ាងលឿនហើយមិនកកក្នុងរាងកាយក្នុងរយៈពេលយូរ 10. អ្នកត្រូវតែបរិភោគប៉េងប៉ោះព្រោះវាធ្វើឲ្យអ្នកគ្មានជំងឺហើមថែមទាំងអាចបំបត្តិនៅភាពហត់ជាពិសេសជាតិពុលចេញពីរាងកាយមកអស់តាមរយៈការនោម